mà mi cứ trâu đà ra sa mà ha sầm nang mà ha liếp tu trong nẹt cao năm mà mi đôi khi chẳng nẹt đại cao năm mà mi comment lên sầm nang tới cứ lên bằng 754អ្នកកើតឆ្នាំមកមីខមមិនលេខសំណាងទៅគឺលេខ754លេខ754គឺជាលេខនាំលៀបនាំសំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមកមីអញ្ចឹងបងប្អូនដែលកើតនៅឆ្នាំមកមីនៅក្នុងឆ្នាំ2026នេះតារាសាស្ត្រសំណាងតារាសាស្ត្រហេងនឹងផ្ទុះមកចំមករះមកចំលោកអ្នកដែលកើតឆ្នាំមកមីអញ្ចឹងអ្នកដែលកើតនៅឆ្នាំមកមីទាំងអស់ហ្នឹងគឺនឹងហេងខ្លាំងហើយនៅក្នុងឆ្នាំ2026បងប្អូនពេលស្ដាប់មួយម៉ាត់ទៅបងប្អូនឆ្ងល់លោកគ្រូមហាជុំកេងមកមីនៅក្នុងឆ្នាំ2026ហ្នឹងជាន់ឆ្នាំត្រូវឆុង 75% មែនដែរឬទេមកមីមិនមែនឆុង 75% ទេមកមីត្រូវឆុង 100% នៅក្នុងឆ្នាំ2026ប៉ុន្តែមកមីមានភពសំណាងដោយសារមានតារាសាស្ត្របន្ទុះទ្រព្យតារាសាស្ត្រមហាលាភរះចំលើឆ្នាំមកមីអញ្ចឹងអ្នកដែលកើតឆ្នាំមកមីតារាសាស្ត្រមហាទ្រព្យតារាសាស្ត្របន្ទុះទ្រព្យគឺនឹងរះចំអញ្ចឹងមកមីគ្រោះខ្លាយជាលៀបឆុងក៏ដោយអីក៏ដោយក៏នឹងមានលៀបមានជ័យចូលរកស៊ីមានបានបន្ទុះទ្រព្យមកវិញដែរអញ្ចឹងមកមីបើយើងនិយាយឲ្យងាយស្ដាប់មកមីឆុងហេងនៅក្នុងឆ្នាំ2026អញ្ចឹងបងប្អូនដែលកើតនៅឆ្នាំមកមីអញ្ចឹងមកមីគឺជាសត្វសេះហើយមកមីគឺជាស្ដេចសត្វនៅក្នុងឆ្នាំ2026អញ្ចឹងមកមីជាស្ដេចសត្វខ្លួនឯងអញ្ចឹងធម្មតាបងប្អូនចិត្តជាមេដឹកនាំចិត្តជាស្ដេចគឺបានតែជួយគេទេបានតែនាំលៀបមកដល់គេទេប៉ុន្តែមិនបាននាំលៀបមកដល់ខ្លួនឯងទេអញ្ចឹងមកមីគឺជាស្ដេចសត្វប៉ុន្តែអត់អាចជួយខ្លួនឯងបានទេបានតែមកជួយការពារគេទេមេតបត្រូវជួយការពារគេប៉ុន្តែខ្លួនឯងត្រូវរងដើមទ្រូងចំពោះក្របរំសេវក្របអាវុធអញ្ចឹងដើម្បីការពារខ្លួនឯងទេវតាបានចាមកថាអ្នកដែលកើតឆ្នាំមកមីទោះបីជាស្ដេចសត្វក៏ដោយបានតែជួយគេទេប៉ុន្តែមិនបានជួយខ្លួនឯងទេអញ្ចឹងអ្នកដែលអាចទៅជួយមកមីដើម្បីឲ្យទទួលនៅតារាសាស្ត្របន្ទុះទ្រព្យចូលបានគឺមានតែពពែតែមួយគត់អញ្ចឹងពពែគឺនឹងរះឲ្យចំពពែនឹងចូលទៅជួយមកមីអញ្ចឹងអ្នកដែលកើតឆ្នាំមកមីទាំងឡាយទាំងពួងគឺត្រូវតែមានរូបពពែទុកនៅផ្ទះអ្នកដែលកើតឆ្នាំមកមីគឺត្រូវតែមានរូបពពែយកទៅទុកនៅក្នុងផ្ទះដាក់តាំងនៅក្នុងផ្ទះដើម្បីនាំលៀបដើម្បីនាំសំណាងអ្នកដែលកើតឆ្នាំមកមីបងប្អូនត្រូវចាំគឺចាំបាច់ត្រូវតែមានរូបពពែយកមកដាក់នៅក្នុងផ្ទះបើសិនជាអ្នកកើតឆ្នាំមកមីមានរូបពពែយកមកដាក់នៅក្នុងផ្ទះតារាសាស្ត្រសំណាងតារាសាស្ត្រហេងតារាសាស្ត្របន្ទុះទ្រព្យនឹងចូលមកមកមែននឹងផ្ទុះលៀបគុណនឹងពីរទី1ផ្ទុះលៀបខ្លួនឯងហើយទី2ពពែសត្វពពែជួយ support គ្រប់គ្រងឲ្យមមីកាន់តែហេងអញ្ចឹងពពែដែលបងប្អូនអ្នកកើតឆ្នាំមមីក៏ដូចជាឆ្នាំផ្សេងដែលត្រូវយកទៅដាក់នេះគឺមិនមែនជាពពែសាមញ្ញធម្មតាទេតើតែពពែនឹងធ្វើឡើងតាមក្បួនតាមខ្នាតតើតែពពែនឹងធ្វើឡើងមានការប្រសិទ្ធិត្រឹមត្រូវឃើញគេប្រកាសលក់តាមអនឡាញអ្នកខ្លះចម្លងតាមម៉ូដរបស់ខ្ញុំធ្វើតាមខ្ញុំមិនមែនជាពពែដែលមានការប្រសិទ្ធិត្រឹមត្រូវទេបើពពែខ្ញុំឲ្យដាក់បងប្អូនយកទៅដាក់បងប្អូនហេខ្ញុំធានាជូនគឺពពែដែលមានការប្រសិទ្ធិបលីការត្រឹមត្រូវគឺពពែដែលមានការរៀបចំយ៉ាងត្រឹមត្រូវតាមក្បួនតាមខ្នាតនេះពពែនឹងវាអញ្ចឹងបាទខ្ញុំអត់ចង់លើកទេព្រោះមានអ្នកចម្លងប៉ុន្តែចម្លងក៏ចម្លងទៅប៉ុន្តែអត់អាចដូចរបស់ខ្ញុំទេនឹងពពែនឹងអញ្ចឹងហើយយើងមានការប្រសិទ្ធិត្រឹមត្រូវមុនធ្វើចេញហ្នឹងគឺគេមានរបៀបមានរបបគេបញ្ចុះមុនអាគមនៅក្នុងនឹងរួចបាទណាឃើញទេហើយខាងក្រោមនេះមានបាលីអក្សរចិនហើយមានដាក់ឈ្មោះលោកគ្រូមហាជុំណាមានឈ្មោះលោកគ្រូមហាជុំនៅក្នុងហ្នឹងនេះឃើញទេដើម្បីឲ្យបងប្អូនយកទៅដាក់អញ្ចឹងអ្នកដែលកើតឆ្នាំមកមីបន្ទូទ្របបន្ទូលៀបចូលមកនៅក្នុងឆ្នាំ2026ព្រោះផ្កាយសំណាងផ្កាយលៀបហូរចូលប៉ុន្តែវាហូរចូលពិតមែនប៉ុន្តែវានាំសំណាងឲ្យតែគេទេវាមិនបាននាំសំណាងដល់ខ្លួនឯងទេអញ្ចឹងអ្នកកើតឆ្នាំមកមីទាំងអស់គឺទៀមទាត្រូវតែយកពពែយកទៅដាក់នៅក្នុងផ្ទះអញ្ចឹងយកទៅដាក់នៅក្នុងផ្ទះហើយគឺហេងនឹងកាក់កបនឹងបើករិស័យហើយអ្នកដែលកើតឆ្នាំមកមីក្តីអ្នកដែលកើតឆ្នាំផ្សេងក្តីយើងដឹងថាពពែកាលណាដាក់ចិត្តខ្លួននឹងនាំលៀបនាំសំណាងហើយអ្នកដែលកើតឆ្នាំមកមីទាំងអស់បើយកពពែដាក់ផ្ទះមានមកផ្ទះហើយបើកាន់តែចង់ឲ្យមានទៀតបងប្អូនពាក់ខ្សែករូបពពែនេះខ្សែករូបពពែនេះហើយអីបានពពែដាក់ផ្ទះខ្ញុំដាក់ពណ៌មាសហ្នឹងគឺតំណាងឲ្យអ្នកទាំងអស់គ្នានៅក្នុងផ្ទះហ្នឹងឲ្យរស់ស៊ីមានបានហើយខ្សែកបន្តោងពពែនេះយកទៅពាក់សម្រាប់ឯកជនព្រោះខ្សែកមួយខ្សែមិនមែនពាក់ទាំងអស់គ្នាបានទេពាក់ម្នាក់ហើយតែបើខ្ញុំប្រើពណ៌ខៀវនេះតំណាងឲ្យធាតុទឹកពណ៌ខៀវនេះតំណាងឲ្យធាតុទឹក
ចឹងនៅក្នុងឆ្នាំមមីឆ្នាំ2026នេះខ្ញុំបង្ហើបបន្តិចបងប្អូនតារាសាស្ត្រគឺមមីនៅក្នុងឆ្នាំ2026គឺភ្លើងមកជាមួយទឹកគឺភ្លើងមកជាមួយទឹកចឹងគេហៅមមី2026ធាតុភ្លើងនិងធាតុទឹកគឺមកជាមួយគ្នាចឹងប៉ប៉ែតំណាងឲ្យធាតុដីប៉ប៉ែតំណាងឲ្យធាតុដីអញ្ចឹងដីកាលណាតែយើងមុនដាំដើមឈើយើងត្រូវយកភ្លើងទៅដុតឲ្យដីនឹងវាឆេះឲ្យវាងាប់អស់នៅមេរោគអញ្ចឹងកាលណាយើងយកភ្លើងទៅដុតដីនឹងឲ្យខ្លាយជាដីមានជីជាតិហើយយើងត្រូវយកឈើយកមកដាំយករុក្ខជាតិមកដាំហើយយើងយកទឹកមកស្រោចអញ្ចឹងប៉ប៉ែនេះគឺប៉ប៉ែពណ៌ខៀវនេះតំណាងឲ្យធាតុដីប៉ប៉ែវាធាតុដីស្រាប់ហើយពណ៌ខៀវតំណាងឲ្យធាតុទឹកទៀតអញ្ចឹងយើងយកមកដាក់យើងយកមកពាក់នៅខ្លួនយើងធ្វើឲ្យរាសីយើងឡើងធ្វើឲ្យយើងចិត្តត្រជាក់ធ្វើឲ្យយើងជាពីជំងឺធ្វើឲ្យយើងហេងធ្វើឲ្យយើងកាក់កបធ្វើឲ្យយើងរីកចម្រើនធ្វើឲ្យយើងរកស៊ីមានបានធ្វើឲ្យយើងផ្ទុះលៀបអញ្ចឹងអ្នកកើតឆ្នាំមមីត្រូវតែពាក់ខ្សែកប៉ប៉ែនេះបន្ថែមមួយទៀតទៅគឺហេងគឺកាក់កបហើយអ្នកដែលកើតឆ្នាំផ្សេងចង់មានលៀបគេដែរឬអត់ចង់បើចង់យកខ្សែកប៉ប៉ែនេះយកទៅពាក់គេដែរទៅតារាសាស្ត្រសំណាងរះមកចំផ្ទុះលៀបដូចគេដែរហើយចង់ឲ្យមានលៀបខ្ញុំមិនមែនឆ្នាំមមីផងខ្ញុំមិនមែនឆ្នាំមម៉ែផងហើយធ្វើម៉េចបានវាហេងដូចគេធ្វើម៉េចបានតារាផ្សះសំណាងហេងនឹងផ្ទុះលៀបមកចូលគេគឺអត់មានធ្វើម៉េចទេជារូបប៉ប៉ែដាក់ផ្ទះទៅយើងមិនមែនមមីយើងមិនមែនម៉ែប៉ុន្តែអញដាក់ប៉ប៉ែផ្ទះអញដែរអញ្ចឹងចូលមកផ្ទុះមានលៀបមានជ័យហេងដូចគ្នាហើយខ្សែកប៉ប៉ែនេះក្តីណាគឺមិនមែនចេះតែយកទៅទិញប្រេះប្រាស់ទេព្រោះសិតតែមានការប្រសិទ្ធិសិតតែមានការនាំលៀបនាំសំណាងសិតតែការធ្វើកិច្ចធ្វើពិធីប្រសិទ្ធិត្រឹមត្រូវខ្លាយគ្រូហុងស៊ុយស្រុកខ្មែរក៏គោហើយមិនក៏ប្រើតែមហេកយល់ទេព្រោះម្នាក់មួយចំនួនរៀនតាមសភៅរៀនតាមក្បួនប៉ុន្តែគេមានគេហៅថាទេវតាតាមថែរក្សាគេមានបល័យមានអីគេមានរិទ្ធអំណាចដេកជះគេមកពីក្នុងបន្ថែមទៀតទេវតាតាមថែនឹងនាំឲ្យអ្នកដែលប្រើប្រាស់របស់គេទៅរកស៊ីមានបានកាក់កបចឹងមមីបងប្អូនខមមិនលេខសំណាងលេខ754បាទលេខ754គឺជាលេខនាំលៀបនាំសំណាងហើយបងប្អូនចង់បានប៉ប៉ែចង់បានខ្សែកបងប្អូនឆាតចូលពេកសូមកុំទម្លាក់លេខឬមួយក៏សួរនាំនៅក្នុងខមមិនឯងមិនបាច់សួរនាំគេដឹងទេឆាតចូលពេកសួរទៅខ្ញុំកំពុងអាឡាយហ្នឹងឬមួយតាក់ទងតាម Telegram 07គុត293938លេខ Telegram 07គុត293938 099 40គុត8637 099 40គុត8637 07គុត293938 099 40គុត8637គឺជាលេខ Telegram របស់លោកគ្រូមហាជុំចឹងតាក់ទងលេខហ្នឹងទៅឬមួយឆាតចូលពេកទៅហើយបងប្អូនទម្លាក់លេខមកសួរនាំប្តីប្រាស់ហ្នឹងប្រយ័ត្នមានអ្នកឆាតទៅបងចង់បានចេះចង់បានចុះអត់មានទេណាក្រុមការងារលោកគ្រូអត់មានឆាតទៅបងប្អូនណាទាំងអស់បងប្អូនណាចង់បានតំណាក់តំណងខ្លួនឯងកុំឆាតសួរណាកុំទម្លាក់នៅក្នុង comment គេថាទម្លាក់នៅក្នុង comment មានអ្នកឆាតទៅតាក់ទងសុទ្ធតែពួកបោកបាទពួកក្រុមការងារខ្ញុំអត់មានឆាតទៅកូនសិស្សទេណាកូនសិស្សចាប់អារម្មណ៍ទៅឆាតរបស់ពួកខ្ញុំវិញអញ្ចឹងខ្ញុំនិយាយប៉ុណ្ណឹងខ្ញុំឈប់និយាយច្រើនហើយអញ្ចឹងបងប្អូនមកមីរាសីឡើងខ្លាំងតារាសាស្ត្រទ្របរះចំអញ្ចឹងយើងរកស៊ីកាក់កបយើងមានលៀបយើងមានជ័យយើងហេងប៉ុន្តែអ្នកកើតឆ្នាំមមីនៅក្នុងឆ្នាំ2026ទោះបីជាយើងរកស៊ីមានបានក៏ដោយទោះបីជាយើងហេងក៏ដោយទោះបីជាយើងកាក់កបយ៉ាងម៉េចក៏ដោយក៏នៅក្នុងឆ្នាំ2026នេះអ្នកកើតឆ្នាំមមីត្រូវជួបនៅបញ្ហា3យ៉ាងដូចគ្នាដូចមួយម៉ែដែរមមីទី1លុយរកបានប៉ុន្តែឈឺសុខភាពមិនល្អទេទី2លុយរកបានហើយឈឺហើយមួម៉ៅក្តៅក្រហាយខឹងច្រឡោតអត់សប្បាយចិត្តទី3មានសត្រូវមានគេឈ្នានេះមានគេលៀបពណ៌ចឹង3ធំមានលុយហើយប៉ុន្តែឈឺមានលុយហើយគេនិយាយដើមគេលៀបពណ៌មានលុយហើយមួម៉ៅមិនសូវចុះសម្រងជាមួយនឹងក្រុមគ្រួសារចឹងតើយើងត្រូវធ្វើម៉េចដើម្បីឲ្យវាមានលុយចូលហើយដើម្បីឲ្យវាហេងហើយដើម្បីឲ្យវាកាក់កបហើយដើម្បីកុំឲ្យឈឺយើងត្រូវកាត់ឆុងចេញអ្នកឆ្នាំមមីត្រូវកាត់ឆុងបន្ថែមមួយទៀតក្រោយទៅពីកាត់ឆុងហើយលៀបហូរចូលជ័យហូរចូលសុខសប្បាយសំណាងល្អហើយណាចឹងអ្នកដែលកើតឆ្នាំមមីគឺត្រូវកាត់ឆុងមួយទៀតហើយមមីត្រូវកាត់ឆុងហើយបើមមីវាឆុងដែរជាងកាត់ទៅដើម្បីការពារកុំឲ្យឈឺដើម្បីការពារកុំឲ្យមួម៉ៅក្តៅក្រហាយដើម្បីការពារកុំឲ្យមានខ្មាំងសត្រូវមកបៀតបៀនចឹងយើងត្រូវកាត់ឆុងចេញសម្រាប់លោកអ្នកដែលកើតឆ្នាំមមីហើយឆ្នាំដែលកាត់ឆុងហ្នឹងមិនមែនមមីទេមានឆ្នាំមមីមានឆ្នាំជូតមានឆ្នាំថោះមានឆ្នាំឆ្លូវហើយនឹងរោគកាចឹងឆ្នាំទាំងអស់ហ្នឹងគឺត្រូវកាត់ឆុងចេញចំណាយលុយបន្តិចបន្តួចកាត់ឆុងចេញកាត់ឲ្យត្រឹមត្រូវលែងឈឺលែងមានបញ្ហារោស៊ីមានបានកាក់កបរីកចម្រើនចឹងអ្នកកើតឆ្នាំមមីលេខសំណាង754ផ្កាយសំណាងនឹងរះមកចំលោកអ្នកដែលកើតឆ្នាំមមីផ្ទុះលៀបនៅក្នុងឆ្នាំ2026តរៀងទៅ
ឥឡូវចប់ផ្កាយសំណាងដែលរះមកធ្វើឲ្យផ្ទុះលៀបផ្ទុះសំណាងនៅក្នុងឆ្នាំ2026នឹងមានតែ2ឆ្នាំទេគឺឆ្នាំមួយម៉ែហើយនឹងឆ្នាំមួយមីហើយឆ្នាំផ្សេងអត់ប៉ះទេប៉ះតែ2ឆ្នាំហ្នឹងទេប៉ុន្តែបើចង់ឲ្យលៀបចូលចង់ឲ្យផ្ទុះដូចគេបងប្អូនជាវរូបប៉ប៉ែយកទៅដាក់ជាវសัตว์ប៉ប៉ែយកទៅដាក់នេះសัตว์ប៉ប៉ែលៀបសัตว์ប៉ប៉ែជ័យដែលខ្ញុំណែនាំឲ្យយកទៅដាក់ហ្នឹងណាក្រោយតែពីដាក់ឲ្យគឺផ្ទុះលៀបផ្ទុះសំណាងហើយអញ្ចឹងជាវសัตว์ប៉ប៉ែនេះយកទៅដាក់ទៅគឺហេងគឺកាក់កបគឺរីកចម្រើនមកវិញហើយ